ជួយเสียជាបន្ទាន់បងប្អូនទាំងអស់គ្នានៅពេលនេះកងទ័ពសៀមបានប្រើកាមេរ៉ាលួចថតពីសកម្មភាពរបស់បងកងទ័ពរបស់កម្ពុជាក៏ដូចជាលេនដ្ឋាននិងកន្លែងលាក់ខ្លួនរបស់កងទ័ពរបស់កម្ពុជារបស់យើងបាទកាមេរ៉ារបស់ពួកវាបានស៊ូមមើលនៅលើសកម្មភាពដឹកជញ្ជូននៃវ៉ាន់ចេញចូលនិងថែមទាំងបានស៊ូមទៅមើលសកម្មភាពក៏ដូចជាកន្លែងលាក់ខ្លួនរបស់កងទ័ពរបស់កម្ពុជាយើងផងដែរដូច្នេះវាបង្កទៅជាហានិភ័យក៏ដូចជាមិនមានសមត្ថភាពនោះទេបើសិនបើពួកវាតាមដានគ្រប់សកម្មភាពបែបនេះដូច្នេះខ្ញុំចង់ពឹងឲ្យបងប្អូនទាំងអស់គ្នាមេត្តាជួយshareដើម្បីឲ្យបងកងទ័ពរបស់យើងគាត់បានឃើញថារាល់ថ្ងៃនេះតំបន់ខ្លះខ្ញុំនិយាយតែតំបន់ខ្លះណាតំបន់ខ្លះគឺថាកងទ័ពសៀមនឹងបានតាមដានយ៉ាងស្អិតបាទតាមដានគ្រប់សកម្មភាពទាំងសកម្មភាពទាំងយប់ទាំងថ្ងៃដូច្នេះហើយខ្ញុំសូមពឹងឲ្យបងប្អូនទាំងអស់គ្នាមេត្តាជួយshareដើម្បីកងទ័ពរបស់យើងបានប្រុងប្រយ័ត្នខ្លួន